ហេតុផលដែលជំរុញទឹកចិត្តខ្ញុំនៅក្នុងការសម្រេចគោលដៅនីតិ A សូមអ្នកទាំងអស់គ្នាបានស្ដាប់និងស្រមៃទៅដល់រូបភាពទាំងអស់នោះនៅពេលដែលស្ដាប់លទ្ធផលនៅមណ្ឌលប្រឡងថាខ្ញុំទទួលបាននីតិ A ពេលនោះមិត្តភ័ក្តិរបស់ខ្ញុំនឹងរត់មកអោបខ្ញុំគ្រប់គ្នាដែលនៅជុំវិញខ្លួនខ្ញុំនៅក្នុងមណ្ឌលប្រឡងនឹងចូលរួមអបអរសាទរដល់ខ្ញុំម៉ាក់ប៉ាខ្ញុំនឹងខលមកកាន់ខ្ញុំដោយសេចក្តីរំភើបហើយប្រាប់បងប្អូននិងមិត្តភ័ក្តិរបស់គាត់ឲ្យបានដឹងថាគាត់ពិតជាមានមោទនភាពនិងមានកូនពូកែដូចខ្ញុំដែលទទួលបាននីតិ A នៅក្នុងការប្រឡងលោកយាយលោកតាខ្ញុំនឹងសួរខ្ញុំថាតើនីតិ A គឺជាអ្វីហើយគាត់នឹងសួរខ្ញុំថាតើខ្ញុំចង់បានអ្វីចាំគាត់ទិញឲ្យប្អូនរបស់ខ្ញុំបានស្ទុះមកអោបខ្ញុំយ៉ាងណែនហើយគេបាននិយាយប្រាប់ខ្ញុំថាពេលខ្ញុំធំឡើងខ្ញុំនឹងរៀនឲ្យពូកែដូចបងអ៊ំពូមីងរបស់ខ្ញុំនឹងសរសើរម៉ាក់ប៉ាខ្ញុំថាគាត់ពិតជាមានសំណាងដែលមានកូនពូកែដូចខ្ញុំលោកគ្រូអ្នកគ្រូដែលតែងតែលើកទឹកចិត្តខ្ញុំពួកគាត់នឹងសប្បាយចិត្តជាងខ្ញុំទៅទៀតព្រោះអ្វីដែលពួកគាត់បានរំពឹងទុកពីការបង្រៀនខ្ញុំគឺឃើញខ្ញុំទទួលបានជោគជ័យនិងលទ្ធផលល្អនៅក្នុងការប្រឡងបាក់ឌុបមួយនេះមិត្តភ័ក្តិនៅក្នុង Facebook របស់ខ្ញុំនឹងនាំគ្នា mention ខ្ញុំព្រមទាំងសរសេរពាក្យថាអបអរសាទរមកកាន់ខ្ញុំជាច្រើនរីឯខ្ញុំខ្លួនឯងនឹងយំដោយសេចក្តីរំភើបហើយប្រាប់ខ្លួនឯងថាទីបំផុតអ្វីដែលខ្ញុំបានខិតខំអ្វីដែលខ្ញុំបានព្យាយាមនិងអ្វីដែលខ្ញុំបានខំប្រឹងរយៈពេល12ឆ្នាំមកនេះទីបំផុតខ្ញុំធ្វើវាបានសម្រេចហើយខ្ញុំនឹងនាំម៉ាក់ប៉ាយាយតារបស់ខ្ញុំទៅជួបសម្ដេចលើកទី1ក្នុងឆាកជីវិតរបស់គាត់ដើម្បីទទួលរង្វាន់នៅក្នុងកម្មវិធីប្រគល់រង្វាន់សិស្សនីតិ A ពេលដែលខ្ញុំទទួលបាននីតិ A មិនមែនមានតែខ្ញុំតែម្នាក់ដែលសប្បាយចិត្តជាមួយនឹងលទ្ធផលរបស់ខ្ញុំតែប៉ុណ្ណោះទេតែមនុស្សគ្រប់គ្នាគឺសុទ្ធសឹងតែមានសេចក្តីរំភើបនឹងលទ្ធផលរបស់ខ្ញុំចូលខិតខំធ្វើវាឲ្យអស់ពីសមត្ថភាពព្រោះមានហេតុផលជាច្រើននិងអ្នកគាំទ្រយើងជាច្រើនដែលនៅចាំសាទរជាមួយនឹងភាពជោគជ័យរបស់យើង